ngày nick chung là mò chai đầm lệ sầm hẹp nè đại con nơi tia là về hơi để miền Pành hai triệu tật hai nhầm chưa tha tao bị bom ôn ban mơ video này hai bom ôn chân nên pi rồi sai sập đờ là Pành hà na khla đại dương ai phươngคนai bán dương có Spain European phươngคนai bật thà Pành hà na lớp piสมรรถភាពរបស់យើងក៏ហៅជាងទៅដូចតែខ្ញុំឥឡូវវាជ្រាបកន្លែងនេះកន្លែងហ្នឹងគឺកន្លែងធ្នឹមមកបដ ாய் នឹងកាលមុនក៏ធ្លាប់ជ្រាបម្ដងដែរค่ะថាកាលមុនខ្ញុំអត់ដឹងហ៎ខ្ញុំហៅជាងមកមើលអីចឹងទៅហើយភាគច្រើនគឺជ្រាបតាមនឹងទាំងអស់គ្នាហ្មងមកថាផ្ទះខ្ញុំផ្ទះគេទេហើយបើជ្រាបកន្លែងហ្នឹងបងប្អូនមកមើលនៅលើកន្លែងបន្ទប់ទឹកយើងនេះបើយើងអត់ចាប់អារម្មណ៍យើងអត់ដឹងថាមូលហេតុមកពីអីទេហើយនេះគឺជាដើមហេតុដែលធ្វើឲ្យវាមានទឹកជ្រាបទៅដល់ខាងក្រោមហ្នឹងខ្ញុំនិយាយមែនបើយើងមិនចាប់អារម្មណ៍ហើយយើងអត់ធ្លាប់ដឹងពីមុនមកហើយយើងមិនគិតថាវាគ្រុនរហុនប៉ុណ្្នឹងឯណាដែលធ្វើឲ្យទៅជ្រាបថ្មហ្នឹងដល់រហូតដល់សើមអញ្ចឹងត្រូវទេបងប្អូនចាតែអត់ទេចា2 3ដងហើយគឺវាតែអញ្ចឹងហើយជាមួយខ្ញុំចាក់យើងឃើញតែបាក់រងបន្តិចហ្នឹងទេណាតែមើលចាក់ទៅឡើងប្រវែងណានៃដល់តែពេលអញ្ចឹងពេលដែលយើងងូតទឹកងូតអីទៅវាហូរមកដក់ហ្នឹងហើយវាហូរតិចហ្នឹងទេធ្វើឲ្យអញ្ចឹងយើងជ្រាបឡើងហើយហ្នឹងអញ្ចឹងខ្ញុំទៅចាប់អារម្មណ៍វាជ្រាបតែ2ថ្ងៃឯងមួយថ្ងៃដំបូងខ្ញុំអត់ចាប់អារម្មណ៍ទេថ្ងៃទី2ខ្ញុំចុះទៅខ្ញុំឃើញអញ្ចឹងខ្ញុំចាប់ដើមសើមតិចហើយសូម្បីតែនៅលើអាកែមស៊ីហ្វុងអីហ្នឹងវាបាក់តិចទេយើងគិតថាវាអីទេបន្តិចបន្តួចវាមិនដែលទឹកឯណាទៅហូរច្រោះថ្មហ្នឹងទេតែអត់ទេណាបន្តិចហ្នឹងហើយយើងទុកយើងអត់បានបិទផ្ចិតវាទេវានឹងចោះទម្លុះនិយាយទៅវានឹងជ្រាបទម្លុះអាថ្មយើងនឹងហ្មងពេលខ្លះជ្រាបទៅខាងក្រោមហើយករណីខ្លះបើសិនវានៅគៀនដូចកន្លែងរបស់ខ្ញុំនេះគឺជ្រាបទៅខាងធ្នឹមហើយបើជ្រាបអញ្ចឹងទេបងប្អូនឆ្កឹះអាកន្លែងរងនឹងមកឆ្កឹះឲ្យវាអស់អាតិចហ្នឹងមកហើយទិញជ័រមកបិទផ្ចិតមកហើយជ័រហ្នឹងយកអាពណ៌សមកកុំឲ្យរងការ៉ូរបស់យើងខ្មៅដូចជ័ររបស់ខ្ញុំទិញមកក៏ខុសដែរអ្នកលក់ឲ្យពណ៌ហ្នឹងមកពណ៌លឿងស្មានតែជ័រនឹងពណ៌សស្មើវារឹងទៅពណ៌សមានតែពណ៌លឿងហើយបញ្ហាលិចបន្តិចមិញហ្នឹងណាខ្ញុំហៅជាងឲ្យគេមកមើលគេទា$240គេធ្វើឲ្យយើងតែ3ម៉ោងឯងគេប្រាប់ខ្ញុំអញ្ចឹងថាគេធ្វើតែ3ម៉ោងឯងគេយក$240ដល់យើងទៅទិញជ័រមកបិទអស់តែប៉ុន្មានរៀលហ្នឹងអស់តែ$10ហ្នឹងមកកំប៉ុងហ្នឹងហាបញ្ហាបាក់រងហ្នឹងមានគ្រប់បន្ទប់ទឹកហ្មងអញ្ចឹងហើយយើងអាសាមើលទៅបើសិនថាឃើញរងវាបាក់តិចទេឆ្កឹះវាបន្ថែមហើយទៅទិញជ័រមកបិទទៅកុំឲ្យវាមានបញ្ហាហើយអាជ័របិទហ្នឹងមានច្រើនធឺណាតែសំខាន់អ្វីដែលត្រូវជ្រើសរើសហ្នឹងគឺត្រូវជ្រើសរើសជ័រដែលល្អហើយយកពណ៌សមកខ្ញុំនេះបិទហើយនេះក៏ត្រូវតែឆ្កឹះវិញដែរដោយសារការ៉ូហ្នឹងមានណាបិទហើយពណ៌ឡើងលឿងអាតាមរងការ៉ូឡើងលឿងហ្មងតើដល់ពេលអញ្ចឹងធ្វើឲ្យការ៉ូរបស់យើងអត់ស្អាតទេអញ្ចឹងបងប្អូនត្រូវតែជ្រើសរើសជាមួយនឹងអាកៅដែលយកមកបិទហ្នឹងគឺពណ៌សបិទហើយកុំឲ្យពិបាកកោះវាចេញម្ដងទៀតដូចខ្ញុំហើយអាច័រហ្នឹងយើងបិទភ្លាមទៅវាមិនទាន់រឹងភ្លាមទេប្រហែលជា2 3ម៉ោងយើងទុកចោល2 3ម៉ោងវារឹងហើយឥឡូវនេះថ្ងៃទី2យើងអត់មើលចង់ដឹងថាលទ្ធផលហ្នឹងវាចិត្តបានប៉ុណ្ណាយើងអត់មើលតាមអញ្ចាំងនេះលទ្ធផលគឺវានៅលើអញ្ចាំងនេះឯងហើយមកបដ ாய் ដៃដែលខ្ញុំអស់ហ្នឹងគឺបដ ாய் ធ្នឹមហ្នឹងឯងឃើញទេដល់ពេលយើងបិទចិត្តទៅអាទឹកហ្នឹងចាប់ផ្ដើមស្ងួតបានពាក់កដាលហើយម្សិលមិញគឺវាសាច់វាសើមដល់អាខាងក្រោមដៃខ្ញុំនោះបងប្អូនឃើញសណាមទេតែហ្នឹងបន្ទាប់ពីយើងបិទបានមួយថ្ងៃទៅវាលែងទឹកហូរមកបន្ថែមទៅវាចាប់ផ្ដើមស្ងួតហើយយើងទុកវាតែ2 3ថ្ងៃអីទៅវាចាប់ផ្ដើមស្ងួតអញ្ចឹងយើងស្អាតដូចដើមវិញហើយលែងមានបញ្ហាដកហើយសម្រាប់បងប្អូនអ្នកដែលគាត់ចង់បានជាមួយនឹងការ៉ូភ្លឺអាឡូងចាជូតតែម្ដងទេភ្លឺភ្លេចហើយស្ងួតភ្លាមមកបងប្អូនអាចប្រើជាមួយនឹងមេថៃការ៉ូបានសម្រាប់មេថៃការ៉ូពីខាង SAR ក៏មាន promotion ដែរទិញ2ថែម1ជូតតែមួយទឹកទេជូតហើយការ៉ូរបស់យើងស្ងួតភ្លាមតែម្ដងហើយក្លិនវិញក៏អូបស្រស់ស្រាយពេញផ្ទះបងប្អូនមើលតែចរាខ្ញុំដឹងចាឡើងភ្លឺហ្មងចាឆ្លោះមុខបាន